ក្នុងពេលប្រឡងបាក់ឌុបគេឲ្យទៅសេ paragraph វាមានទម្រង់បែបនេះសរសេរ essay មានទម្រង់បែបនេះយើងសរសេរចឹងទៅយើងត្រូវ content យើងបាន4បន្ទុកហ្នឹងហើយសម្រាប់បងប្អូនទី12ដែលគាត់នៅ confused តាក់ទងទៅនឹង paragraph ហើយនឹង essay គាត់មានចម្ងល់ថាតើពេលគេឲ្យសរសេរជា essay យើងសរសេរបែបម៉េចជា paragraph សរសេរបែបម៉េចអញ្ចឹង teacher ឲ្យទៅមើលតាក់ទងទៅនឹងនេះទម្រង់ paragraph ហើយទម្រង់ essay ចំពោះ paragraph នេះវាមានទម្រង់បែបនេះកន្លែងនេះគឺគេចុះផ្ទាត់តែម្ដងឯងហើយនៅក្នុង paragraph គឺមាន topic sentence supporting sentence ហើយនិង concluding sentence ប៉ុន្តែយើងត្រូវចំណាំថា paragraph ចុះតែម្ដងឯងត្រូវចាំដល់ពេល essay វាហែងវែងជាងពួកអី paragraph គុំពី sentence ច្រើន a group of sentence បង្កើតបានជា paragraph មួយប៉ុន្តែ essay គឺ a group of paragraph បង្កើតបានជា essay មួយហើយនៅក្នុង essay មានអីគេខ្លះតោះទីមួយគឺ introduction នៅពេលយើងសរសេរ introduction គឺយើងចុះបន្ទាត់មួយនេះអា teacher គូក្រហមមានន័យថាត្រូវចុះបន្ទាត់ដល់ពេលយើងទៅនិយាយក្នុង introduction ចប់យើងមកសរសេរ body ចុះមួយទៀតអាហ្នឹង form របស់ essay វាខុសគ្នាអញ្ចឹងហ្នឹងឯងដល់ពេល conclusion គឺយើងត្រូវចុះមួយទៀតហ្នឹងឯងអញ្ចឹងវាចុះ3ដងប៉ុន្តែកន្លែងហ្នឹងមានករណីពិសេសបើយើងមានចំណុចសំខាន់ច្រើនយើងសរសេរ paragraph កន្លែង body នេះអាចចាប់ពី2ឡើងទៅហ្នឹងឯង2ឬក៏3ដែរវាលើកពី1អញ្ចឹងប៉ុន្តែចំពោះ introduction and conclusion គឺមានតែមួយ paragraph ទេត្រូវចាំហ្នឹងហើយអញ្ចឹងឃើញអត់ក្នុងពេលប្រឡងបាក់ឌុបគេឲ្យទៅសេ paragraph វាមានទម្រង់បែបនេះសរសេរ essay មានទម្រង់បែបនេះយើងសរសេរអញ្ចឹងទៅយើងត្រូវ content យើងបាន4បន្ទុកហ្នឹងហើយអញ្ចឹងចំពោះកន្លែងហ្នឹង teacher មានតែប៉ុណ្្នឹងហើយបើចង់ដឹងថាសរសេរ essay មិនសរសេរ paragraph មិនចុះឈ្មោះចុះរៀនមកហ្នឹងហើយ teacher រងចាំ so that's all bye bye សួស្តីអ្នកទាំងអស់គ្នាសាលា Startup Language គឺជាសាលាមួយដែលមានទទួលបង្វឹកសិស្សតាមអនឡាញគ្រប់កម្រិតដែលសាលាពួកយើងមានទទួលបង្វឹកសិស្សគ្រប់ស្ពាននីមួយៗដូចជា speaking, reading, grammar និង writing តោះនៅចាំពេលទៀតមកចុះឈ្មោះចូលរៀនទាំងអស់គ្នាបាយបាយ